ការគោរពធ្វើពិធីបុណ្យ7ថ្ងៃនិង100ថ្ងៃក្រោយឪពុកម្ដាយបានចែកឋានទៅពីព្រោះតាមសច្ចធម៌បុគ្គលដែលបានទទួលមរណភាពហើយគឺមរណភាពហើយក៏ប៉ុន្តែសត្វមានកម្មជាបច្ច័យទើបមានបដិសន្ធិបន្តខ្ញុំម្ចាស់ចង់ដឹងថាតើពិធីបុណ្យគោរព7ថ្ងៃ100ថ្ងៃតើមានន័យដូចម្ដេចពីព្រោះនៅប្រទេសកម្ពុជាយើងគេនិយមធ្វើបុណ្យ7ថ្ងៃនិង100ថ្ងៃក្នុងពេលជាមួយគ្នារឿងនឹងរឿងប្រពៃណីខ្មែរយើងទេពុទ្ធមិនដែលប្រាប់អញ្ចឹងទេរឿងប្រពៃណីខ្មែរយើងហើយវាពាក់ព័ន្ធនឹងជំនឿខ្លះឧទាហរណ៍ដូចជារឿងភិក្ខុមួយអង្គលោកជាប់ជាពាក់នឹងជីវរកំពុងតែដេជីវរហ្នឹងស្រាប់តែលោកសុគតទៅស្រាប់តែកើតជាចៃនៅក្នុងជីវរហ្នឹងហើយភិក្ខុផ្សេងដឹងតែលោកសុគតគិតមកចែកជីវរស្រាប់តែចៃនឹងស្រែកថាជីវរកណាទេស្រែកទៅគេអត់លឺណាដល់ប៉ុន្តែលឺដល់ព្រះសម្មាសម្ពុទ្ធបានព្រះអង្គមុនមកព្រះអង្គថាកុំតន់អាចែកអីបត់ទុកឲ្យស្រួលទៅតែអញ្ចឹងគេអត់ចែកទៅចៃហ្នឹងក៏វាដេកសងំនៅក្នុងជីវរហ្នឹងទៅដោយសบายចិត្តព្រោះព្រះអង្គថាបើចែកពេលហ្នឹងចៃហ្នឹងវាក្តៅកាហាយធ្លាក់នរកដល់បានស្ងប់ប៉ុណ្្នឹងមកអស់ជីវិតទៅក៏ទៅកាន់សុគតិភពទៅបុណ្យកាលនៅលោកប៉ុន្តែមិនបានទៅកើតចៃថាមកពីចិត្តងាប់ហ្នឹងជាប់ជាពាក់មួយអាជីវរហ្នឹងហ្នឹងហើយគ្រប់7ថ្ងៃក៏ស្លាប់ទៅអញ្ចឹងហើយបានយើងនិយមថា7ថ្ងៃធ្វើបុណ្យនិយាយឲ្យលុយកើតចៃសិនអីណាហ្នឹងហើយម្យ៉ាងទៀតវាមិនមែនរឿងហ្នឹងទាំងអស់ទេបង្កើតទៅជាប្រពៃហ្នឹងវាស្រួលត្រង់ថាបើនៅក្នុងអត្តកថាតរោកតសោតព្រះអង្គសម្ដែងលោកសម្ដែងថាចាប់ពីថ្ងៃទី3នៃការស្លាប់ទៅហ្នឹងគឺថាធ្វើថ្ងៃណាក៏បានដែរណាដាក់បាតប្រសងក៏ឧទ្ទិសទៅធម្មតាបន្តិចតួចហ្នឹងក៏ឧទ្ទិសបានដែរប៉ុន្តែដែលថាយើងបង្កើតទៅជា7ថ្ងៃដោយសារអីវាងាយក្នុងការជួបជុំចាត់ចែងឧទាហរណ៍ថាបុណ្យភ្លាមពេលដែលស្លាប់ភ្លាមហ្នឹងវាអាឡ័យតែសោកសង្រេងអាឡ័យតែស្ដាយអីចឹងទៅរៀបចំវាមិនបានស្រួលទេបាន7ថ្ងៃហ្នឹងហើយវាកើតទៅជាប្រពៃណីមួយថងល្អថងថាឲ្យតែញាតិស្លាប់ហើយ7ថ្ងៃគឺថាញាតិហ្នឹងដឹងតែ7ថ្ងៃមកជួបជុំគ្នាហ្នឹងតែម្ដងបើសិនជាអត់កំណត់ថ្ងៃច្បាស់វាពិបាកតោះអញ្ចេះតោះអញ្ចោះរវល់ទៅអូនឯណាអញ្ចឹងកាលណាវាកើតទៅជាប្រពៃណីអញ្ចឹងគឺថាត្រូវតែលះមកក៏វាជារឿងល្អមួយដែរហ្នឹងហើយ100ថ្ងៃអីក៏ដូចគ្នាអញ្ចឹងដែរប៉ុន្តែពិតចង់ធ្វើថ្ងៃណាក៏បានមិនតោះខអីទេណាមានសំណួរមួយគឺថា100ថ្ងៃឬ7ថ្ងៃទៅចូលគ្នាក្នុងសុខខ្មែរយើងហ្នឹងឥឡូវវា short cut វាធ្វើអញ្ចឹងក៏បានតែមនុស្សថាអាហ្នឹងព្រោះវាជាពិធីមានគេចង់ធ្វើអញ្ចឹងហ្នឹងហើយមានគេធ្វើអញ្ចឹងបានដែរមិនអីព្រោះអាហ្នឹងទោះបីជាមិនដែលធ្វើក៏មិនអីខ្ជិលធ្វើអញ្ចឹងក៏បានដែរដល់ពេលយកចង្ហាន់ទៅវត្តទៅឧទ្ទិសទៅបានដូចតែគ្នាមិនអីយល់ទេហ្នឹងហើយអញ្ចឹងកុំឲ្យជួនកាលប្រពៃណីខ្លះបើយើងធ្វើបានក៏ធ្វើទៅវាល្អតែបើធនធានយើងទៅមិនរួយើងគ្នាតិចធ្វើមិនកើតកុំឲ្យវាមកចងយើងអាចយកចង្ហាន់ទៅវត្តវាប្រគេនប្រសង់ទៅឧទ្ទិសទៅដូចតែគ្នាទេស្រួលទេយល់ទេហ្នឹងហើយកុំឲ្យវាធ្ងន់និយាយរួមទៅការធ្វើបុណ្យពុទ្ធបរិញ្ញាមិនឲ្យធ្ងន់ទេឥឡូវថ្មឧទាហរណ៍រឿងដូចជាព្រះសារីបុត្រយុគមួយលោកនៅគង់ម្នាក់ឯងមានប្រែតញីមកអត់មានស្អីស្លៀកម៉េចហ្នឹងក្លិនក៏អាក្រក់មកចិត្តលោកថាស្អីចេះបានប្រាប់ថាខ្ញុំកណាប្រែតហើយមកធ្វើអីមកឲ្យលោកម្ចាស់ជួយឲ្យលោកកូនជួយពីព្រោះ7ជាតិមុនធ្លាប់ជាម្ដាយលោកកាលនៅជាមនុស្សហ្នឹងហើយចង់បានអីក្លៀនអត់អីចឹងទៅលោកក៏ទៅបានបន្តិចយកទៅប្រគេនប្រមោកលៀនហើយទិសទៅក៏អនុមោទនាបុណ្យហ្នឹងទៅក៏បានស្កប់ស្កល់ទៅមកទៀតថាខ្វះអីអត់មានអីស្លៀកលោកបានទៅបាំងស្គូលបានកណាត់អីបន្តិចហ្នឹងក៏ប្រគេនប្រសងទៅទិសទៅហើយខ្វះអីខ្វះទឹកខ្វះអីលោកប្រគេនទឹកមកកន្លះបាតទៅកើតទៅជាការតិចតិជុំទៅនឹងគឺលោកចង់បញ្ជាក់ថាវាមានពិធីណាឃើញទេអត់មានពិធីអីទេគឺកើតពីការធ្វើដោយយល់ប៉ុន្តែបើយើងដឹងអញ្ចឹងយើងបំបត្តិចោលអស់
ក៏វាមិនល្អដែរ មានឱកាសធ្វើ ហ្នឹងហើយពីព្រោះអីពិធីដែលចាស់ចាស់យើងបកកើតឡើងមានគោលគំនិតវែងឆ្ងាយត្រង់ថាកូនចៅខ្លះបើមិនបង្កើតឲ្យមានកម្មវិធីអញ្ចឹងទេបង្ើយកតើយមែនទេបង្ើយកតើយគួបសំអត់ចេះធัวចេះអាអីផងយូរខ្ជិលអស់អស់អីសម្គាល់ដល់យើងបានជួបជុំធ្វើអញ្ចឹងទៅបានចាស់ចាស់នាំសូត្រធัวខ្លះទៅ នឹងបាននាំសំសិលខ្លះទៅហើយពិសេសបានមុនលោកសំដែងធម៌បានយល់ដឹងខ្លះទៅវាល្អទៅនឹងវាមិនសំខាន់ថា7ថ្ងៃបានខ្មោចបានវាមិនអញ្ចឹងទេតែសំខាន់សម្រាប់យើងនៅរស់ហ្នឹងយើងបរៀនគ្នាតគ្នាឲ្យចេះធ្វើបុណ្យទៅល្អទៅនឹងទេយល់ទេណាដូចបុណ្យកតញ្ញូអីអញ្ចឹងការព្រះបរមពុទ្ធិស័ក្តិធ្វើមានដែលមុនលោកទៅធ្វើបុណ្យកតញ្ញូអីនៅសវណ្ណសាមក្នុងព្រៃបំរើម៉ែអូមកជីវិត ហើយល្បីដល់ឥឡូវទៀតមានដានដាក់មេក្រូណាតែមួយម៉ែឪនឹងមែនទេណាបើកូនចេះអញ្ចឹងបាច់ធ្វើទេអញ្ចឹងរាល់ថ្ងៃអញ្ចឹងទៅប៉ុន្តែកូនមិនសូវចេះទេបានចាស់ចាស់គាត់នាំធ្វើអញ្ចឹងណែនាំទៅកម្មវិធីបានប្រយោជន៍ត្រង់អញ្ចឹង